ពុកម៉ែបងប្អូនឆ្នាំនឹងទៅខេត្តណាត្រៀមបាយកឲ្យឆ្ងាញ់មាត់ខេត្តកំពង់ចាមលេងឈុតធំចូលឆ្នាំខ្មែរនេះនឹងដាក់តាំងលីហា3តោនលាតប្រវែង 1000 ម៉ែត្រគិតមកដល់ពេលនេះនៅសល់រយៈពេលប្រមាណ1សប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានចូលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំម្សាញ់ពុទ្ធសករាជ2569ដែលឈានចូលមកដល់ថ្ងៃទី14ខែមេសាឆ្នាំ2025គៀកនឹងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតមកដល់គេក៏បានឃើញតាមបណ្ដាខេត្តក្រុងនានាបាននឹងកំពុងត្រៀមរៀបចំតុបតែងកម្មវិធីសង្ក្រាន្តដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីខាងមុខនេះដូចគ្នាដែរក្នុងនោះដែរខេត្តកំពង់ចាមក៏បានត្រៀមរៀបចំជាស្រេចផងដែរដោយឡែកអ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីនេះគេបានឃើញការបង្ហោះមួយចេញពីទំព័រ Facebook ថានៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះនឹងត្រៀមរៀបចំដាក់តាំងបង្ហាញលីហាប្រមាណ 1000 ម៉ែត្រលើគេថាមានលីសចំនួន3តោនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនេះសម្រាប់ពុកម៉ែបងប្អូនចង់លីហាណាតែមានទៅកំពង់ចាមទៅបងប្អូនអើយលេង3តោននេះវិញដាក់ទៅមិនដឹងទៅខាងណាសាលីហាវិចបាយវិចអីពីផ្ទះទៅបងប្អូនមិនបាច់ដាក់ម្ហូបទេសម្រាប់ខ្ញុំវិញគឺខ្ញុំដឹងតែទៅហើយបងប្អូនដាក់បាយទៅហ្មងលីហា3តោនមិនមែនតិចទេណាបងប្អូន